ឈ្មោះតាំងស្រៀងមកពីភូមិស្រះព្រីងឃុំប្រធាស្រុកប្រធាខេត្តកំពង់ចាមថ្ងៃនេះបានទទួលជ័យលាភីលេខ1សប្បាយចិត្តអក្រៃលែងគូខ្ញុំបើនិយាយទៅឆ្នាំហ្នឹងទៀតលេខ1 4ឆ្នាំជាប់គ្នាគេយកលេខពីវាបានទេយើងថែទាំយើងទឹកស្មៅច្បើងបវរកតុហើយការវឹកហាត់ការវាដេកពួនយកប្រឡូកកន្លែងដេកស្អាតហើយស្មៅយើងចូលដល់ស្មៅល្អឲ្យស៊ីហើយមួយថ្ងៃទឹកបាច់3ដងគោនេះថ្លៃកាលមុនបោឲ្យខ្ញុំ8000ហើយខ្ញុំដាច់10000ហើយគេថាចាំបោហើយចាំចូលចាគ្នាបើលក់ទាំងនឹមបើទាំងអាទៀស12000ការចូលរួមនេះគឺមានបងប្អូនយើងអញ្ជើញមកពីខាងកំពង់ចាមផងរាជធានីភ្នំពេញផងកដាលផងនិងសម័យម្ចាស់ផ្ទះការរៀបចំព្រឹត្តិការណ៍ប៉ណ្ណឹងប្រទេសសាលីនេះគឺជាការព្រួយផ្ដើមកំណត់ពីអ្នកកំពង់ស្ពឺតែម្ដងខ្ញុំនឹងរៀបចំព្រឹត្តិការណ៍នេះដើម្បីឲ្យពីមួយឆ្នាំទៅមួយឆ្នាំឲ្យប្រសើរឡើងឲ្យព្រឹត្តិការណ៍ធំទៅដើម្បីមានការតាក់ទាញសម្រាប់ឲ្យយុវជនរបស់យើងជំនាន់ក្រោយឲ្យគាត់ស្គាល់ពីអរិយធម៌វប្បធម៌របស់យើងផងថាការប៉ណ្ណឹងប្រទេសសាលីយើងមានតាំងពីយូរយារណាស់មកហើយឥឡូវនេះគឺយើងនៅតែបន្តទៀតក្នុងនាមដែលយើងជាអ្នកជំនាន់ក្រោយនេះឆ្នាំក្រោយនេះយើងរៀបចំព្រឹត្តិការណ៍បានធំជាងនេះមានន័យថាអាចថាខ្នាតគូខ្នាតធំនោះអាច100គូទៅឬក៏គូខ្នាតតូចអាច100គូទៅពាក់ព័ន្ធជាមួយនឹងទទួលបានពានរង្វាន់ឬក៏ថាបការនោះក៏មានការកើនឡើងដែរបាទមានការកើនឡើងជាការពិតណាស់ទៅក្រោយនេះថាជាយើងអាចរៀបចំទីតាំងណាឲ្យសមរម្យតាក់ទាញជាងនេះទីតាំងនោះគឺក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតែម្ដង